អ្នកទាំងអស់គ្នាធ្លាប់បើសភៅមើលនៅតុបមែនប៉ុន្តែអារម្មណ៍ខួរក្បាលហ្នឹងគឺគិតដល់អ្នកផ្ទះជួគ្នាមានអារម្មណ៍ថាតានតឹងហើយមើលមេរៀនគ្រប់ម៉ោងក៏នៅតែអត់ចូលដែរដោយសារតែមានបញ្ហាកាត់ឡើងអញ្ចឹងអ្នកទាំងអស់គ្នាមិនដឹងថាអ្នកទាំងអស់គ្នាហាត់ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានេះមិនមែនមកពីអ្នកខ្ជិលទេប៉ុន្តែវាមកពីខួរក្បាលរបស់យើងកំពុងគិតពីបញ្ហាជាច្រើនថ្ងៃនេះគឺខ្ញុំនឹងនិយាយពីវិធីសាស្ត្រងាយៗ4ជំហានដើម្បីជួយឲ្យអ្នកនៅតែអាចបន្តការសិក្សាបាននិងបានល្អប្រសើរទៀតទោះបីជាអ្នកកំពុងតែស្ថិតនៅក្នុងកលៈទេសៈដែលលំបាកយ៉ាងណាក៏ដោយជំហានទី1គឺកុំបង្ខំអ្នកទាំងអស់គ្នាពេលដែលមានវិបត្តិផ្លូវចិត្តមានបញ្ហាគ្រួសារផ្សេងៗនោះគូក្បាលរបស់យើងគឺកំពុងតែគិតពីវាច្រើនមែនតើអញ្ចឹងជាក់ស្ដែងទៅវាអត់អាចថាយើងរៀនចូលទេមានន័យថាពេលដែលយើងរៀនមុខវិជ្ជាផ្សេងៗដូចជារូបគីមីគណិតអីផ្សេងៗហ្នឹងមានអារម្មណ៍ថាយើងរៀនអត់ចូលបើសិនជាយើងមានអារម្មណ៍ថាអត់ល្អខ្លាំងអាចនិយាយបានថាឈប់សម្រាកមួយថ្ងៃសិនបិទសភៅចោលសិនតែកុំតន់អានមើលកុំតន់អានរៀនអនុញ្ញាតឲ្យខ្លួនឯងយំបញ្ចេញអារម្មណ៍ឬក៏គេងឲ្យបានគ្រប់គ្រាន់សិនបើមានន័យថាការឈប់សម្រាកមួយថ្ងៃមិនមានន័យថាអ្នកបោះបង់ការសិក្សាជំហានទី2គឺយើងដូរទម្លាប់រៀនមករៀនត្រឹមតែកម្រិតអបសតមាមានន័យថាគឺរដងយើងរៀន2ម៉ោងទៅ3ម៉ោងបាទយើងសម្រាកប៉ុន្តែនៅក្នុងដំណាក់កាលនេះគឺយើងរៀនទៅត្រឹម5-10នាទីទៅក៏20នាទីអីទៅបានហើយគឺយើងធ្វើលំហាត់ដែលជាកិច្ចការរបស់យើងត្រូវប្រកល់ឲ្យគ្រូនៅថ្ងៃស្អែកអីចឹងទៅអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងបានហើយឬក៏យើងអានមេរៀនសង្ខេបផ្សេងបន្តិចដូចទៅយើងធ្វើបន្តិចម្ដងវាគ្រាន់បើជាងអត់ធ្វើសោះបាទហើយចំណុចទី3បាទជំហានទី3គឺតើតើជាមួយនៅទីកន្លែងក្នុងការសិក្សាយើងដឹងថានៅផ្ទះរបស់យើងគឺយើងជួបបញ្ហាហ្នឹងអញ្ចឹងអាចនិយាយបានថាបើសិនយើងរៀននៅផ្ទះគឺវាអត់មានអារម្មណ៍ល្អក្នុងការរៀនយើងគួរតែរកតំបន់សុវត្ថិភាពមានន័យថាគឺជាកន្លែងដែលស្ងប់ស្ងាត់ដែលយើងអាចរៀនបានបាទមានក្របដើមឈើឬក៏បណ្ណាល័យនៅសាលាឬក៏កន្លែងណាក៏ដោយដែលយើងគិតថាយើងអាចចង់អារម្មណ៍បានកុំឲ្យគិតពីរឿងរ៉ាវដែលកើតមានឡើងនៅផ្ទះទៀតបាទហើយចុងក្រោយគឺជំហានទី4មានន័យថាគឺយើងកុំទុកបញ្ហាហ្នឹងនៅតែម្នាក់ឯងអ្នកទាំងអស់គ្នាលោកអ្នកគ្រូជាច្រើនក៏ដូចជាមិត្តភ័ក្តិរបស់យើងហ្នឹងគឺពេលដែលយើងប្រាប់បញ្ហាទៅពួកគាត់អ្នកដែលចិត្តស្និទ្ធមកយើងគឺគាត់នឹងព្យាយាមស្ដាប់បាទគាត់នឹងព្យាយាមជួយយើងឲ្យអស់ពីសមត្ថភាពអញ្ចឹងបើសិនជាពួកគាត់ដឹងថាអូខេយើងមានបញ្ហានៅផ្ទះមានបញ្ហាគ្រួសារអញ្ចឹងអាចនិយាយបានថាប្រាប់គាត់ត្រង់ទៅពេលខ្លះគាត់នឹងយល់ចិត្តយើងបាទគាត់នឹងផ្ដល់ការអនុគ្រោះផ្ដល់ពេលវេលាបន្ថែមហើយនឹងផ្ដល់មតិយោបល់គំនិតល្អៗទៅកាន់យើងទៀតដើម្បីឲ្យយើងអាចផ្ដល់អារម្មណ៍នៅក្នុងការសិក្សាបានល្អជាងមុនបាទអ្នកទាំងអស់គ្នាខ្ញុំដឹងថាអ្នកទាំងអស់គ្នាឆ្លងកាត់រឿងលំបាកហ្នឹងបាទខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរប៉ុន្តែយើងកុំទុកវាជាបញ្ហារហូតគឺយើងត្រូវចេះសម្របខ្លួនឯងយើងត្រូវចេះគិតពិចារណាខ្លួនឯងថាយើងគួរតែនៅបន្តបបាក់ចិត្តនឹងរហូតឬក៏យើងត្រូវរកអ្វីដែលថ្មីប្លែកដើម្បីជំរុញយើងនៅក្នុងការរៀនសូត្របន្ថែមទៀតដើម្បីឲ្យអនាគតរបស់យើងកាន់តែប្រសើរព្រោះយើងមិនបោះបង់កំណឹងទេគេថាឲ្យតែមានបញ្ហាអីកើតឡើងគឺយើងរត់គេពីបញ្ហារហូតទេគឺអត់ទេយើងព្យាយាមដោះស្រាយហើយព្យាយាមឆ្លៀតព្យាយាមយកបញ្ហាជាឱកាសនៅក្នុងការសិក្សាខ្លួនឯងបាទអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងមានភាពកក់ក្ដៅហើយនឹងអាចរៀនសូត្របានបន្ថែមល្អជាងមុនទៀតបាទអញ្ចឹងជួបគ្នាវិទ្យាប្រដែរ